សួស្តីប្រិមិត្តអ្នកសិក្សានិងបងប្អូនសិស្សានុសិស្សជាទីមេត្រីមកឥឡូវយើងមកសិក្សាលំហាត់សេគ្វីចរន្តឆ្លាស់មួយដែលជាសេគ្វី RC តជាស៊េរីចឹងនេះគេមានសេគ្វីមួយដូចរូបគឺក្នុងសេគ្វីនេះមានអង្គធាតុចម្លងមួយមានរេស្តង់ R ហើយនឹងកងដងសតើមួយមាន capacity C ហើយ capacity ហ្នឹងគឺមានតម្លៃ1 លើ 6 ផាយមីលីផារ៉ាត់ចំណែក resistance នេះគឺអត់ដឹងតម្លៃទេហើយសេគ្វីហ្នឹងឆ្លងកាត់ដោយចរន្តឆ្លាស់ដែលមានកន្សោម E ស្មើនឹងឬការ៉េ2 លើ 2 ស៊ីនេះ100 ផាយតេអំពែហើយតង់ស្យងអតិបរមានៃកំណត់សេគ្វីហ្នឹងគឺ Vm ស្មើនឹង50 វ៉ុលអញ្ចឹងសំណួរកគេឲ្យយើងគណនាអំបេដងនៃកំណត់សេគ្វីចំណែកសំណួរខគឺគេឲ្យយើងគណនាតម្លៃនៃ resistance R តម្លៃនៃ R នេះហើយសំណួរកគឺរតង់ស្យងប្រសិទ្ធរវាងគូលទាំងពីរនៃឧបករណ៍នីមួយៗចឹងបានន័យថាគេឲ្យយើងរក VR និង VC ហើយសំណួរខគឺកំណត់កន្សោមតង់ស្យងនៃឧបករណ៍នីមួយៗហើយសំណួរងកំណត់កន្សោមតង់ស្យងនៃកំណត់សេគ្វីនេះបាទអញ្ចឹងសេគ្វីទាំងមូលមានតង់ស្យងយ៉ាងម៉េចបើចរន្តវាអញ្ចឹងបាទអញ្ចឹងយើងទៅមើលដំណោះស្រាយអញ្ចឹងគឺកគណនាអំបេដងនៃកំណត់សេគ្វីអញ្ចឹងដោយសារតែបំរាប់ប្រធានតាមបំរាប់ហ្នឹងគេឲ្យមកមាន VM ហើយនឹង EM អានេះជា EM អញ្ចឹងយើងអាចរកអំបេដងតាមនិយមន័យអំបេដងគឺ Z ស្មើនឹង VM លើ EM អញ្ចឹងយើងអាចរកតាមនិយមន័យគឺ Z ស្មើនឹង VM លើ EM ដោយ VM យើងប្រធានគេឲ្យហើយនេះគឺ VM ស្មើនឹង50 វ៉ុលហើយអាខាងមុខនេះគឺជា EM នេះអញ្ចឹង E មានកន្សោម E ស្មើឬ2សនេះ100 ផាយតេអំពែហើយអាផ្នែកខាងមុខស៊ីននេះវាជា EM អញ្ចឹងយើងទាញបាន EM ស្មើឬ2លើ2អញ្ចឹងយើងយកតម្លៃ VM និង EM មកចំនួនចូលមកអញ្ចឹងយើងបាន Z ស្មើនឹង50ចែកឲ្យឬ2លើ2អញ្ចឹងយើងគណនាលេខទៅអញ្ចឹងអានេះវាចែកប្រភេទអញ្ចឹងស្មើប្រភេទទី1គុណចម្រាស់ប្រភេទទី2អា50នេះជាប្រភេទទី1ហើយអាឬ2លើ2នេះជាប្រភេទទី2អញ្ចឹងចម្រាស់នៃឬ2លើ2គឺ2លើឬ2អញ្ចឹងយើងបាន50គុណនឹង2ចែកនឹងឬ2អញ្ចឹងនៅភាគបែកនេះវាជាប់រ៉ាឌីកាល់ឬការ៉េ2អញ្ចឹងដើម្បីបំបត្តិរ៉ាឌីកាល់ពីភាគបែកអញ្ចឹងយើងត្រូវភាគបែកនេះមានឬការ៉េយើងគុណនឹងខ្លួនឯងយើងគុណនឹងឬ2ទៅអញ្ចឹងបើក្រោមគុណឬ2អាលើក៏គុណនឹងឬ2ដែរអញ្ចឹងគុណទៅអាឬ2នេះវាបាន2អញ្ចឹងវាទៅជាបាន50គុណនឹង2នៅឬ2គុណនឹង2បាន2អញ្ចឹងយើងសម្រួល2នឹង2នេះមកអញ្ចឹងនៅសល់50ឬ2អញ្ចឹងយើងបានចម្លើយអំបេដងនៃកំណត់សេគ្វីគឺ Z ស្មើនឹង50ឬការ៉េ2អូមណាអញ្ចឹងអស់សំណួរខគឺមានតែសំណួរកគឺមានតែប៉ុណ្្នឹងទេហើយយើងនឹងចូលទៅដោះស្រាយសំណួរខបន្តទៀតមកឥឡូវយើងចូលដល់សំណួរខណាអញ្ចឹងសំណួរខគឺគេឲ្យយើងរកបាទតម្លៃនៃ R អញ្ចឹងយើងរកតម្លៃនៃ R ទៅតាមរូបមន្តអំបេដងនៃសេគ្វី RC អញ្ចឹងរូបមន្តតាមរូបមន្តអំបេដងនៃសេគ្វី RC គឺ Z ការ៉េវាស្មើនឹង R ការ៉េបូក1លើ C អូមេហ្គាលើកជាការ៉េអញ្ចឹងយើងចង់រកតម្លៃ R អញ្ចឹងចង់រកតម្លៃ R អញ្ចឹងយើងបោះអាម្ដុំនេះមកខាងនេះមកចានេះបូកអញ្ចឹងបូកលើកមកខាងនេះបានដកអញ្ចឹងយើងបាន R ការ៉េវាស្មើនឹង Z ការ៉េដក1លើ C អូមេហ្គាលើកជាការ៉េហើយយើងអានេះ R នេះមានការ៉េអញ្ចឹងដើម្បីឲ្យបាត់ការ៉េយើងពាក់ការ៉េអង្គទាំងសងខាងមកអញ្ចឹង R នេះលើកជាការ៉េ
ចឹងការ៉េសមូលមួយពីរនេះអស់អញ្ចឹងវាខាងនេះពាក់ឬការ៉េដែរអញ្ចឹងបាន R ស្មើនឹងឬការ៉េនៃ Z ការ៉េដក1លើ C អូមេហ្គាលើកជាការ៉េហើយយើងចំនួនចូលមក Z យើងហៅឃើញពីខាងលើវិញហើយស្មើនឹង50ឬការ៉េ2អូមហើយចំណែក C ប្រធានគេឲ្យមកស្មើនឹង1លើ6ផាយមីលីផារ៉ាត់ហើយ C នេះត្រូវគិតជាផារ៉ាត់ចឹងមីលីផារ៉ាត់គឺស្មើនឹង10សេគុណដក3ផារ៉ាត់ចឹងយើងបានវាស្មើនឹង10សេគុណដក3លើ6ផាយផារ៉ាត់បាទហើយយើងនៅខ្វះមួយទៀតគឺអូមេហ្គាអញ្ចឹងអូមេហ្គាយើងរកតាម E នេះមកនេះ E ស្មើ M បាទស្មើនឹងឬការ៉េ2លើ2ស៊ីន100ផាយតេអំពែអញ្ចឹងនេះម្ដុំនេះដកតាតេនេះចេញទៅវានៅសល់ម្ដុំប៉ុណ្ណេះចាអានឹងវាមានរាងE ស្មើ M ស៊ីនអូមេហ្គាតេអញ្ចឹងដកតេនេះចេញថាអូមេហ្គាអញ្ចឹងបានអូមេហ្គាស្មើនឹង100ផាយរ៉ាត់យ៉ង់ក្នុង1វិនាទីអូមេហ្គាគិតជារ៉ាត់យ៉ង់ក្នុង1វិនាទីអញ្ចឹងយើងយកតម្លៃនឹងជំនួសចូលមកអញ្ចឹងយើងបាន R ស្មើនឹង50ឬ2លើកជាការ៉េដកនឹង1លើនេះ10សេគុណដក3លើ6ផាយគុណនឹង100ផាយទាំងអស់ហ្នឹងលើកជាការ៉េអញ្ចឹងយើងគណនាតម្លៃលេខម្ដុំហ្នឹងបញ្ចេញពីឬហើយអញ្ចឹងយើងបាន70.3អញ្ចឹងយើងបាន resistance របស់កំណាត់ circuit មិញហ្នឹងគឺ R ស្មើនឹង70.3 អូមឥឡូវយើងចាប់ឲ្យសំណួរខយើងចូលមកដល់សំណួរកគេឲ្យយើងគណនាតង់ស្យុងរវាងគូលនៃឧបករណ៍នីមួយៗអញ្ចឹងឧបករណ៍យើងមិញវាមានអង្គធាតុចម្លង O1 ហើយនឹងកុងដង់សតើអញ្ចឹងគេឲ្យយើងតង់ស្យុងប្រសិទ្ធនៃresistance ហ្នឹងហើយនឹងកុងដង់សតើអញ្ចឹងយើងរកតង់ស្យុងប្រសិទ្ធរវាងគូលនៃ R គឺនៃ resistor ហ្នឹងបាទអញ្ចឹងយើងប្រើតាមampedong អញ្ចឹងតាមនិយមនៃ ampedong គឺ Z ស្មើនឹង V លើ E អញ្ចឹងយើងបាន ZR ស្មើនឹង VR លើ ER អញ្ចឹងយើងទាញហៅ VR មកអញ្ចឹងគឺស្មើនឹង ZR គុណនឹង E ហើយ ZR គឺស្មើនឹង R ដែលយើងរកឃើញមិញគឺ 70.3 អូមហើយ E នេះជា E ប្រសិទ្ធអញ្ចឹងចង់រក E ប្រសិទ្ធគឺយក EM ចែកនឹងឬការ៉េ2ហើយ EM យើងរកឃើញខាងលើពីសំណួរកមិញហើយគឺ EM ស្មើនឹងឬការ៉េ2លើ2អញ្ចឹងឬការ៉េ2ចែកនឹងឬ2ចែកនឹង2មកគឺយើងបាន1លើ2ណាបាទឥឡូវយើងយកតម្លៃមកចំនួនចូលមកគឺបាន 70.3 គុណនឹង1លើ2អញ្ចឹងយើងគណនាលេខទៅបាន 35.15 អញ្ចឹងយើងបាន VR ស្មើ 35.15 វ៉ុលគេយើងបានតង់ស្យុងប្រសិទ្ធនៃអង្គធាតុចម្លងឃើញហើយគឺស្មើនឹង33.15 វ៉ុលអញ្ចឹងនៅមួយទៀតគេឲ្យរកតង់ស្យុងអញ្ចឹងយើងទៅរកតង់ស្យុងនៃកុងដង់សតើម្ដងអញ្ចឹងយើងប្រើតាមមុនដូចគ្នាហ្នឹងគឺកម្មនិយមនៃ ZC ស្មើនឹង VC លើ EC អញ្ចឹងយើងទាញបាន VC ស្មើ ZC គុណនឹង EC ប៉ុន្តែ ZC នេះគឺស្មើនឹង1លើ C អូមេហ្គាអញ្ចឹងយើងបាន VC នេះស្មើនឹង E លើ CO អូមេហ្គាហើយអញ្ចឹងយើងជំនួសមក E ប្រសិទ្ធយើងរកឃើញមិញគឺ1លើ2អំពែហើយ C ស្មើនឹង10សេគុណដក3លើ6ផាយផារ៉ាត់ហើយអូមេហ្គាស្មើ100ផាយរ៉ាត់យ៉ាងក្នុងវិនាទីអញ្ចឹងយើងជំនួសចូលមកអញ្ចឹងយើងគណនាទៅបាន VC ស្មើនឹង30 វ៉ុលអញ្ចឹងយើងបាន VC ស្មើ30 វ៉ុលអញ្ចឹងយើងបន្តមកដល់សំណួរខគេឲ្យយើងកំណត់តាមកន្សោមតង់ស្យុងនៃឧបករណ៍នីមួយអញ្ចឹងកន្សោមតង់ស្យុងមកកន្សោមគឺវាជាប់តម្លៃអញ្ញាតេអញ្ចឹងទីកន្តាតង់ស្យុងវាមាន2គឺវាតង់ស្យុងរបស់ R ផងនិងតង់ស្យុងរបស់ C ផងវាយកឧបករណ៍យើងវាមាន2អញ្ចឹងដំបូងយើងត្រូវរកកន្សោមតង់ស្យុងនៃ R អញ្ចឹងចំពោះករណី resistance សុទ្ធនេះ
គឺកន្សោមអង្គតង់សេតេចរន្តនិងតង់ស្យុងវាស្របផាសគ្នាអញ្ចឹងបើចរន្តនេះ e ស្មើនឹងឬ2លើ2ស៊ីន100ផៃតេអញ្ចឹងតង់ស្យុងក៏មានកន្សោមអញ្ចឹងដែរអញ្ចឹងយើងបានកន្សោមតង់ស្យុងគឺ VR ស្មើនឹង VRM ស៊ីនអូមេហ្គាតេបាទហើយចំណែកអានេះកន្សោមតង់ស្យុងនៃកុកដងសតើចំពោះកុកដងសតើសិតតង់ស្យុងវាយឺតផាសជាងចរន្តផៃលើ2អញ្ចឹងយើងបានបើកន្សោមចរន្តមានចេះអញ្ចឹងយឺតផៃលើ2យើងត្រូវដកផៃលើ2ចេញអញ្ចឹងយើងបានកន្សោមតង់ស្យុងគឺ VC មកនៅ VCM ស៊ីនអូមេហ្គាតេដកផៃលើ2បាទហើយយើងយកលេខមកចំនួនចូលក្នុងអស់ហ្នឹងទៅយើងបានចម្លើយហើយដោយ VR យើងរកឃើញ VRM នេះគឺស្មើនឹង VR គុណនឹងឫសការ៉េ2ហើយ VR យើងរកឃើញពីខាងលើមិញ35.15អញ្ចឹងយើងបាន VR ស្មើ 35.15 ឫសការ៉េ2បាទនេះជា VR ចំណែក VC យើងរកឃើញមែននេះ VC ស្មើ30អញ្ចឹងយើងបាន VCM វាស្មើនឹង VC ឬការ៉េ2អញ្ចឹងស្មើ30ឬការ៉េ2ហើយចំណែកអូមេហ្គាវាគឺដដែលទេដូចគ្នាទេអូមេហ្គាគឺស្មើ100ផាយតេអញ្ចឹងយើងយកអាតម្លៃអស់ហ្នឹងចំនួនចូលក្នុងអានេះមកអញ្ចឹងយើងបានកន្សោមតង់ស្យុងបាទមកអញ្ចឹងយើងចំនួនលេខចូលទៅអញ្ចឹងយើងបានតង់ស្យុងគឺតង់ស្យុងរបស់អង្គធាតុចម្លងឬក៏ resistor នេះគឺ VR ស្មើនឹង 35.15 ឬការ៉េ2ស៊ីនេះ100ផៃតេវ៉ុលចំណែកតង់ស្យុងរបស់កុងដងសតើវិញគឺ VC ស្មើនឹង30ឬការ៉េ2ស៊ីនេះ100ផៃតេដកផៃលើ2វ៉ុលអញ្ចឹងយើងបានកន្សោមតង់ស្យុងរបស់ resistance គឺ 35.15 ឬការ៉េ2ស៊ីនេះ100ផៃតេវ៉ុលហើយកន្សោមតង់ស្យុងរបស់កុងដងសតើគឺ30ឬ2ស៊ីន100ផៃតេវ៉ុលណាបាទអញ្ចឹងអានេះនៅខ្វះបាទអញ្ចឹងយើងបានកន្សោមតង់ស្យុងនៃកុងដងសតើគឺ VC ស្មើ30ឬការ៉េ2ស៊ីន100ផៃតេដកផៃលើ2ណាបាទឥឡូវអស់យើងចូលសំណួរចុងក្រោយណាបាទអញ្ចឹងបងប្អូនបើបានទស្សនាហើយសូមកុំភ្លេចជួយ like និង subscribe channel YouTube នេះផងបាទសូមអរគុណបាទឥឡូវយើងចូលដល់សំណួរចុងក្រោយគឺសំណួរងអញ្ចឹងគេឲ្យយើងកំណត់កន្សោមតង់ស្យុងនៃកំណាត់សេគ្វីអញ្ចឹងគឺកន្សោមតង់ស្យុងនៃសេគ្វីយើងទាំងមូលណាបាទអញ្ចឹងបាទតាមបំរាប់ប្រធានមិញគឺគេឲ្យ E ស្មើឬ2លើ2ស៊ីន100ផៃតេអំពែហើយនៅក្នុងកំណាត់សេគ្វី RC តជាសេរីនេះគឺតង់ស្យុងវាយឺតផាសហ្វីជាងចរន្តអញ្ចឹងយើងបានតង់ស្យុងមានកន្សោម V ស្មើនឹង VM ស៊ីនអូមេហ្គាតេដកហ្វីព្រោះយឺតយើងត្រូវដាក់សញ្ញាលេខដកកន្លែងហ្វីនេះណាហើយយើងចំនួនចូលមកគឺ VM ប្រធានគេឲ្យមកឲ្យ50វ៉ុលហើយអូមេហ្គាប៉ូសាស្យុងវានេះគឺស្មើនឹង100ផៃរ៉ាត់យ៉ង់ក្នុងវិនាទីចំណែកហ្វីយើងគឺគណនាទៅហ្វីស្មើនឹងកូសដក1នៃ R លើ Z ណាអញ្ចឹង R យើងគឺ 70.3 ហើយ Z នេះគឺស្មើនឹង50ឬការ៉េ2អញ្ចឹងយើងគណនាតម្លៃនេះមកអាតម្លៃនេះគឺយើងគណនាដោយប្រើ Casio អញ្ចឹងយើងគណនាទៅបើគិតជា degree វាស្មើ 6.1 degree ហើយបើគិតជារ៉ាត់យ៉ង់មក 0.11 រ៉ាត់យ៉ង់តែនៅក្នុងកន្សោមតង់ស្យុងក្នុងអានុគមកន្សោមតង់ស្យុងអានុគមសនុយស្អ៊ីតនេះគឺ
ហ្វីនេះគេគិតជារ៉ាត់យ៉ាងអត់គិតជា degree ទេអញ្ចឹងយើងត្រូវយកតម្លៃប៉ុណ្ណេះ 0.11 រ៉ាត់យ៉ាងអញ្ចឹងយើងបានហើយយើងចំនួនចូលក្នុងនេះមកអញ្ចឹងយើងបាន v ស្មើនឹង50 sin 100 pi t ដក 0.11 បាទ volt អញ្ចឹងកន្សោមតង់ស្យុងយើងបានកន្សោមតង់ស្យុងនៃកំណត់ circuit គឺ v ស្មើនឹង50 sin 100 pi t ដក 0.11 volt បាទអញ្ចឹងអស់ហើយមានតែប៉ុណ្្នឹងទេអញ្ចឹងសូមបងប្អូនសិស្សានុសិស្សមេត្តាជួយ like និង subscribe channel YouTube នេះផងណាបាទអរគុណជម្រាបលាសុខសប្បាយទាំងអស់គ្នាហើយជូនពរបងប្អូនប្រឡងជាប់បាននិទេសល្អ